លោកដូណាល់ ត្រាំបានលុបចោលផែនការវាយប្រហារលើទីតាំងថាមពលរបស់ប្រទេសអ៊ីរ៉ង់ដោយអះអាងថាភាគីទាំងពីរចាត់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពថ្មីមួយហើយប៉ុន្តែខាងអ៊ីរ៉ង់វិញបានចរានចោលការអះអាងរបស់លោកត្រាំថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារប្រទេសតំបន់ឈូងសមុទ្រឲ្យកាន់តែធ្ងន់ធ្ងរជាងពេលណាទាំងអស់បន្ទាប់ពីស្ថានទូតអាមេរិកបានព្រមានប្រជាពលរដ្ឋខ្លួនឲ្យចាក់ចេញពីតំបន់នោះនេះជាបច្ចុប្បន្នភាពព័ត៌មានក្នុងរយៈពេល24ម៉ោងចុងក្រោយត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានគំរាមកំហែងប្រើប្រាស់កម្លាំងយោធាដែលខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី2មកលោកត្រាំបាននិយាយថាលោកបានលុបចោលការវាយប្រហារដែលបានគ្រោងទុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់បន្ទាប់ពីមានសំណើពីសំណាក់ប្រទេសអ៊ីរ៉ង់និងប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រលោកបានអះអាងថាសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពថ្មីកំពុងស្ថិតនៅលើតុជជែកពិភាក្សាប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានបដិសេធរឿងនេះតើភាគីទាំងពីរកំពុងជជែកគ្នាមែនទេកាលពីខែមីនាលោកត្រាំបានបដិញ្ញាបំផ្លាញរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងសូម្បីតែពីសំណាក់អ្នកគាំទ្ររបស់លោកផ្ទាល់លុះដល់ខែមេសាកិច្ចព្រមព្រៀងឈប់បាញ់មួយបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលមានការគម្រាមកំហែងកំទេចអរិយធម៌របស់អ៊ីរ៉ង់ឲ្យខ្ទេចពីផែនដីប៉ុន្តែលើកនេះអ៊ីរ៉ង់បានបកមកវាយបកវិញរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានប្រាប់អារ៉ាប៊ីសាអូឌីតទូគីនិងប៉ាគីស្ថានថាការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់នឹងផ្ទុះការវាយប្រហារបកទៅលើទីតាំងថាមពលរបស់ប្រទេសជិតខាងវិញជាមិនខានសមាជិកសភាអ៊ីរ៉ង់លោក Ibrahim Raisi ក៏បានព្រមានពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅក្រៅតំបន់មជ្ឈមបូព៌ាផងដែរភ្លាមៗនោះព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រាប់ទៅលោកត្រាំឲ្យកាត់បន្ថយភាពតានតឹងព្រោះបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រភ័យខ្លាចការកើតមានភាពវឹកវរនៅក្នុងតំបន់ក្រុងរីយ៉ាតបានបង្កើតសម្ព័ន្ធភាព14ប្រទេសដើម្បីការពារច្រកសមុទ្រ Bab al-Mandab បន្ទាប់ពីមានការបិទគប់សមុទ្រក្រហមដោយក្រុម Houthi ជាមួយគ្នានេះការវាយប្រហារដោយដ្រូននៅជិតមូលដ្ឋានគាំទ្រដោយអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់បានបង្កឲ្យមានអគ្គិភ័យកើតឡើងចំពេលមានការវាយប្រហារបន្តបន្ទាប់លើក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ខណៈពេលដែលលោកត្រាំនិយាយអំពីការចាត់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពតានតឹងនៅតែបន្តកើតឡើងអ៊ីស្រាអែលបានរាយការណ៍ថាយន្តហោះចាក់ប្រេងតាមអាកាសរបស់អាមេរិកចំនួន10គ្រឿងទៀតបានមកដល់មូលដ្ឋានទ័ពក្នុងប្រទេសអ៊ីស្រាអែលដោយចូលរួមជាមួយយន្តហោះជាង30គ្រឿងដែលមាននៅទីនោះស្រាប់ដែលជាផ្នែកសំខាន់សម្រាប់ប្រតិបត្តិការផ្លូវឆ្ងាយឯស្ថានទូតអាមេរិកឯណោះវិញបានព្រមានពីការកើនឡើងកម្ដៅសង្គ្រាមដែលអាចកើតមានតើវ៉ាស៊ីនតោនកំពុងដកថយឬគ្រាន់តែទិញពេលវេលាត្រៀមលេងខ្នាតធំតែម្ដងលោកត្រាំស្វែងរកការបើកច្រកសមុទ្រហូមូសឡើងវិញនិងកំណត់លក្ខខណ្ឌនុយក្លេអ៊ែរខណៈដែលអ៊ីរ៉ង់ពង្រឹងការក្តាប់ច្រកសមុទ្រនិងដាក់សម្ពាធលើប្រទេសជិតខាងតែត្រូវចំណាយពេលយូរប៉ុណ្ណាទៀតទើបស្ថានភាពទល់ច្រកមួយនេះត្រូវបំបែកចេញសម្រាប់លោកអ្នកដែលរវល់មមាញឹកនឹងការងារគ្មានពេលអានសៀវភៅតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ